ហេសួស្តីអ្នកទាំងអស់គ្នាខ្ញុំណាថ្ងៃនេះដែរខ្ញុំលើកយករឿង Marvel Zombie មកសម្រាប់ចែកជូនអ្នកទាំងអស់គ្នាទស្សនារឿងនេះនិយាយអំពីពិភពលោកត្រូវឆ្លងរាតត្បាតទៅដោយវីរុស Zombie នៅគ្រប់ទីកន្លែងសូម្បីតែក្រុម Avenger និងពពួក Superhero ដែលមានថាមពលខ្លាំងៗក៏ខ្លាចទៅជា Zombie ស្ទើរតែទាំងអស់ដែរហើយអ្វីដែលគួរឲ្យខ្លាចទោះបីជាពួកគេខ្លាចទៅជា Zombie ក៏ដោយក៏ពួកគេនៅតែមានសមត្ថភាពនិងថាមពលខ្លាំងដូចកាលពីមុនដដែលខុសត្រង់តែពីមុនគេបានប្រើប្រាស់ថាមពលរបស់គេដើម្បីជួយសង្គ្រោះមនុស្សលោកប៉ុន្តែពេលនេះពួកគេបានខ្លាចទៅជា Zombie ពួកគេក៏បានប្រើប្រាស់ថាមពលទាំងនោះដើម្បីតាមប្រមាញ់មនុស្សលោកវិញម្ដងតើពិភពលោកមួយនេះនឹងទៅជាយ៉ាងណាបើចង់ដឹងច្បាស់យើងមកតាមដានសាច់រឿងយើងទាំងអស់គ្នាចាប់ផ្ដើមនៅអេពីសូតទី1ដំបូងសាច់រឿងបានបង្ហាញយើងឃើញពីក្រុមមនុស្សដែលនៅរួមមួយក្រុមតូចមានដូចជា Kamala Khan ដែលជា Miss Marvel Riri Williams ដែលជា Iron Heart Kate Bishop ដែលជា Hawkeye និងឈុតក្រោយ Iron Man មួយទៀតឈ្មោះថា Friday ដែលគ្រប់គ្រងដោយ Riri Williams នៅទីនោះពួកគេរកអាហារកំប៉ុងបានមួយកំប៉ុងបន្ទាប់មកពួកគេក៏ប្រទះឃើញយន្តហោះមួយកំពុងតែធ្លាក់ពួកគេក៏ប្រញាប់ទៅមើលភ្លាមក្រែងមានអាហារខ្លះដែលនៅសល់បន្ទាប់ពីពួកគេទៅដល់ពួកគេឃើញមានតែ Zombie ម្នាក់ប៉ុណ្ណោះនៅក្នុងកាប៊ីនយន្តហោះតែបន្ទាប់ពី Riri បាន scan មើលពួកគេបានរកឃើញឧបករណ៍មួយនៅក្នុងខ្លួនរបស់ Zombie បន្ទាប់មកពួកគេបានប៉ាវរកអ្នកចាញ់ដើម្បីលូកចូលក្នុងសាកសព Zombie យកឧបករណ៍នោះចេញមកខាងក្រៅនៅពេលដែល Kamala Khan យកឧបករណ៍នោះបាន Zombie នោះក៏បានដឹងខ្លួនហើយក៏បានហក់ខាំពួកគេតែក៏សំណាងល្អដែរព្រោះ Zombie នោះបានជាប់ខ្សែក្បាត់យន្តហោះមិនអាចធ្វើអ្វីពួកគេបានបន្តិចក្រោយមកនៅខាងក្រៅយន្តហោះ Zombie Clint Barton បានវាយប្រហារទៅលើ Friday ដែលធ្វើឲ្យវាខូចខានមិនអាចដំណើរការបានពេលនោះ Kate Bishop ក៏បានបាញ់ព្រួញវាយប្រហារទៅវិញដើម្បីទុកពេលឲ្យ Riri និង Kamala ជួយសង្គ្រោះ Friday ហើយនៅទីបំផុតពួកគេក៏អាចជួយសង្គ្រោះ Friday និងរត់គេចចេញពី Zombie Clint Barton បានសម្រេចហើយនៅពេលពួកគេមកដល់ទីស្នាក់ការរបស់ពួកគេ Kate និង Kamala ក៏ចាប់ផ្ដើមចម្អិនអាហារដែលពួកគេរកបានចំណែកឯ Riri បានទៅសិក្សាស្រាវជ្រាវអំពីឧបករណ៍ដែលពួកគេបានយកចេញពីខ្លួន Zombie នោះជាលទ្ធផលពួកគេក៏អាចដឹងថាឧបករណ៍នេះគឺជាឧបករណ៍បញ្ជូនសញ្ញាទៅកាន់ Galaxy ដើម្បីសុំជំនួយតែនៅទីនេះពួកគេមិនអាចដំណើរការវាបានទេទាល់តែទៅទីស្នាក់ការអង្គការសៀលប្រហែលជាអាចដំណើរការវាបានហើយទីស្នាក់ការអង្គការសៀលមួយចំនួនធំត្រូវបាន Zombie បំផ្លាញចោលអស់ហើយបន្ទាប់មក Riri បានឲ្យមនុស្សយន្ត Friday scan រកទីតាំងអង្គការសៀលដែលនៅសល់ហើយពួកគេបានរកឃើញថាទីស្នាក់ការដែលនៅសល់គឺស្ថិតនៅក្នុងរដ្ឋ Ohio បន្ទាប់មកពួកគេបានរៀបចំអីវ៉ាន់ដើម្បីធ្វើដំណើរទៅកាន់ទីនោះកាត់មកមើលខាងពួក Zombie វិញម្ចាស់ក្សត្រី Zombie បានបញ្ជាឲ្យ Zombie Okoye ដឹកនាំគ្នា Zombie តាមចាប់ក្មេងស្រី Kamala ដែលជា Miss Marvel របស់យើងបាននិយាយពីក្មេងស្រី Kamala វិញនាងនិងមិត្តភ័ក្តិរបស់នាងកំពុងតែធ្វើដំណើរទៅទីស្នាក់ការអង្គការសៀលនៅរដ្ឋ Ohio នៅតាមផ្លូវធ្វើដំណើរពួកនាងបានជួប Zombie Captain Marvel និងសមាជិក Internal ម្នាក់កំពុងតែប្រយុទ្ធគ្នាចំហាយថាមពលនៃការប្រយុទ្ធគ្នារបស់ពួកគេបានធ្វើឲ្យពួកនាងក្លាប់ឡានផងដែរបន្ទាប់ពីនាងចាក់ចេញពីឡានដែលបានក្លាប់នោះរួចពួកនាងក៏បានជួបជាមួយក្រុម Zombie ជាច្រើនទៀតពួកនាងក៏បានសហការគ្នាប្រយុទ្ធជាមួយ Zombie ទាំងអស់នោះដើម្បីរកផ្លូវរត់តែដោយសារ Zombie មានចំនួនច្រើនពេកពួកនាងមិនអាចប្រយុទ្ធឈ្នះ Riri បានបញ្ជាឲ្យមនុស្សយន្ត Friday នាំ Kamala និងយកឧបករណ៍បញ្ជូនសញ្ញាទៅកន្លែងដែលមានសុវត្ថិភាពចំណែកឯ Kate និង Riri ក៏ត្រូវបានស្លាប់នៅទីនោះទាំងពីរនាក់ហើយ Kamala ក៏មិនទាន់មានសុវត្ថិភាពដែរព្រោះចំហាយថាមពលនៃការប្រយុទ្ធគ្នារវាង Zombie Captain Marvel និងសមាជិក Internal បានធ្វើឲ្យនាងសន្លប់នៅទីនោះតែនាងមិនទាន់ស្លាប់ទេព្រោះពេលនោះមានបរិសម្នាក់ជិះម៉ូតូមកជួយនាងបានទាន់ពេលវេលាបរិសម្នាក់នោះគឺជា Blade Knight ដែលជាអវតារថ្មីរបស់អាទិទេពព្រះច័ន្ទ Khonsu ហើយកំឡុងពេលដែលនាងសន្លប់នាងបានយល់សប្តិឃើញមិត្តភ័ក្តិរបស់នាងទាំងពីរនិងបានឃើញម្ចាស់ក្សត្រី Zombie Scarlet Witch ផងដែរនៅពេលភ្ញាក់ពីសន្លប់នាងបានសួររកមិត្តភ័ក្តិរបស់នាង Kate និង Riri តែ Blade Knight បានប្រាប់ថាពួកនាងបានស្លាប់អស់ហើយបន្ទាប់ពីពួកគេទាំងពីរបានពិភាក្សាគ្នារួចពួកគេក៏នាំគ្នាធ្វើដំណើរទៅកាន់ទីស្នាក់ការអង្គការសៀលដើម្បីដំណើរការឧបករណ៍បញ្ជូនសញ្ញាពេលដែលពួកគេមកដល់ទីនេះដំបូងពួកគេបានឃើញ Zombie ជាច្រើននៅឈរព័ទ្ធជុំវិញទីនេះតែពួក Zombie ទាំងនេះមិនបានវាយប្រហារពួកគេទេព្រោះវាត្រូវបានគ្រប់គ្រងដោយប្រព័ន្ធ Technology របស់ក្រុមគ្រួសារ Black Widow បន្ទាប់មក Black Widow ក៏បានបើកផ្លូវឲ្យក្រុមរបស់ Blade ចូលទៅកាន់ខាងក្នុងហើយទោះបីជា Black Widow បានប្រាប់ពួកគេថា Zombie ទាំងអស់នេះគឺមិនធ្វើបាបពួកគេទេតែមើលទៅ Kamala ហាក់ដូចជានៅតែខ្លាចដដែលហើយនៅពេលដែលក្រុមរបស់ Blade បានចូលទៅដល់ខាងក្នុងពួកគេបានជួបមនុស្ស3នាក់មានដូចជា Natasha ដែលជា Black Widow ប្អូនស្រីរបស់នាងឈ្មោះ Yelena និង Alex ដែលជា Red Guardian ផងដែរហើយបន្ទាប់ពីបាននិយាយគ្នារួចពួកគេក៏បានដឹងអំពីគោលបំណងដែល Blade និង Kamala ខំធ្វើដំណើរមកកាន់ទីនេះហើយពួកគេក៏បាននាំគ្នាចូលទៅខាងក្នុងដើម្បីធ្វើតេស្តឧបករណ៍បញ្ជូនសញ្ញាដែល Kamala និង Blade បានយកមកជាមួយនោះជាលទ្ធផលធ្វើឲ្យពួកគេបានដឹងកាន់តែច្បាស់ថាឧបករណ៍នេះជាឧបករណ៍បញ្ជូនសញ្ញាសុំជំនួយទៅកាន់ក្រុម Nova Corp ដែលជាអ្នកការពារ Galaxy បើយោងទៅតាម Technology របស់ក្រុម Nova Corp ប្រហែលជាអាចមានវិធីក្នុងការជួយសង្គ្រោះភពផែនដីមួយនេះតែអ្វីដែលសំខាន់ពួកគេនៅតែមិនអាចបើកដំណើរការឧបករណ៍បញ្ជូនសញ្ញានេះបានដដែលតើតែពួកគេឡើងទៅក្នុងលំហដីខ្ពស់ទើបមានសញ្ញាអាចដំណើរការវាបានហើយនៅទីនេះក៏មិនមានយន្តហោះដែលអាចហោះចូលទៅក្នុងលំហបានដែរពេលនោះស្រាប់តែសញ្ញាប្រកាសអាសន្នបានបន្លឺឡើងព្រោះ Zombie Okoye បានដឹកនាំកូនចៅមកដល់
ដល់ទីនេះហើយបើយើងមើលទៅបពពួកខាង zombie ទៅសិតតែអ្នកខ្លាំងៗមានដូចជា zombie Okoye ដែលពូកែខាងក្បាច់គុណ zombie Clean Button ពូកែខាងបាញ់ព្រួញ zombie Abomination មានមាឌធំនិងកម្លាំងខ្លាំងក្លា zombie Ghost មានចលនារហ័សរហួននិងអាចបំបាំងកាយបាន zombie Captain មានខែល Vibranium និងកូនចៅ zombie កំពៃកំពករាប់លានអ្នកទៀតចំណែកឯធីមមនុស្សវិញ Natasha ដែលជា Black Widow បានបញ្ជាឲ្យគ្នារបស់គាត់ចេញទៅការពារនៅច្រកចូលសំខាន់ៗហើយគាត់ក៏បានបញ្ជាឲ្យក្រុម zombie ដែលគ្រប់គ្រងដោយប្រព័ន្ធ technology ត្រៀមខ្លួនក្នុងការប្រយុទ្ធផងដែរបន្ទាប់មក zombie Okoye ក៏បានបញ្ជាកូនចៅ zombie របស់គាត់ជាច្រើនឲ្យចេញទៅវាយប្រហារតែពួកវាក៏ត្រូវបាន Natasha បំផ្ទុះក្របបែកធ្វើឲ្យពួកវាងាប់អស់ជាច្រើនផងដែរហើយដោយសារតែ zombie មានចំនួនច្រើនខ្លាំងពេកពួកវាក៏អាចវាយប្រហារចូលទៅដល់ខាងក្នុងទីស្នាក់ការនៅទីនោះយើងឃើញមាន zombie Captain ដែលមានតែមួយខ្នាតខ្លួនកំពុងតែប្រយុទ្ធជាមួយ Alex ដែលជា Red Guardian តែក៏ជាសំណាងល្អដែរព្រោះគាត់អាចយកឈ្នះវាបានកំឡុងពេលនោះអ្នកផ្សេងទៀតក៏កំពុងតែប្រយុទ្ធជាមួយ zombie ផងដែរតែដោយសារតែពួក zombie មានចំនួនច្រើនពេកពួកគាត់មិនអាចប្រយុទ្ធយកឈ្នះបានទេពួកគាត់ក៏បាននាំគ្នារត់ចាក់ចេញពីទីនេះហើយដើម្បីឲ្យគ្នារបស់គាត់អាចរត់គេចបាន Natasha ក៏ស្ម័គ្រចិត្តនៅពជាពេលពួក zombie ទាំងនោះដំបូងគាត់អាចប្រើប្រាស់ technology គ្រប់គ្រងពួក zombie បានបន្តិចដែរតែនៅពេលដែល zombie Okoye មកដល់គាត់ក៏លែងអាចគ្រប់គ្រងបានហើយគាត់ក៏ត្រូវបាន zombie Okoye គប់គាត់មួយរំពេញឲ្យស្លាប់នៅទីនោះផងដែរកាត់មកដល់ក្រុមមនុស្សដែលកំពុងតែរត់គេចចេញពីទីនេះពួកគេបានជួបជាមួយ zombie ghost ហើយ Blade ក៏អាចប្រយុទ្ធយកឈ្នះវាបានហើយក៏កាត់វាជាចំណិតផងដែរបន្ទាប់មកពួកគេបានរត់ទៅដល់កន្លែងចតយានជំនិះពួកគេបានជួបជាមួយ zombie abomination តែពួកគេមិនបានប្រយុទ្ធជាមួយវាទេពួកគេបានយកម៉ូតូម្នាក់មួយដើម្បីជិះរត់គេចហើយ Yelena ក៏បានចុចក្របបែកដើម្បីបំផ្ទុះទីនេះកំទេចចោលតែម្ដងពួកគេបានត្រឹមតែឈរមើលទីនេះពីចម្ងាយនិងសោកស្ដាយអ្វីដែលបានបាត់បង់ហើយរឿងដែលពួកគេត្រូវធ្វើបន្ទាប់ពួកគេត្រូវស្វែងរកយានអវកាសដើម្បីហោះចូលក្នុងលំហដំណើរការឧបករណ៍បញ្ជូនសញ្ញាហើយ Blade ក៏បានប្រាប់ថាគាត់ស្គាល់កន្លែងមួយដែលមានយានអវកាសតែយើងមិនដឹងថាកន្លែងណាទេព្រោះសាច់រឿងរបស់យើងបានបញ្ចប់តែត្រឹមនឹងឯងជាចុងក្រោយបើសិនជាចូលចិត្តកុំភ្លេចចុច Sub និងឲ្យមេដាយបានច្រើនដើម្បីលើកទឹកចិត្ត admin កុំឲ្យខ្ជិលក្នុងការធ្វើវីដេអូហើយខ្ញុំប្រុសណាស់ដែលគេគ្រប់គ្នាតែងតែហៅថាអាស្មោះនឹងនិយាយទៅកាន់អ្នកទាំងអស់គ្នានៅវីដេអូក្រោយ